ជំរាបសួរនិងសួស្តីប្រិយមិត្តទាំងអស់គ្នាតែប៉ុណ្ណោះគាត់ថែមទាំងចាប់ចម្រិតសួរបរោះម្នាក់នឹងបន្ថែមទៀតថាឯងឆាប់ប្រាប់ខ្ញុំមកតើកូនស្រីរបស់ខ្ញុំណ៎ឯណាបន្តមកសាច់រឿងក៏ត្រឡប់ទៅពីអតីតកាលហើយយើងបានដឹងថាកាលនោះលោកខេមបានចូលទៅចាត់ការជាមួយនឹងគោលដៅរបស់គាត់រួចគាត់ក៏បើកឡានចុះទម្លាក់ពីលើស្ពានតែម្ដងហេតុការណ៍ទាំងអស់ហ្នឹងក៏ធ្វើឲ្យខ្លាយទៅជាសារព័ត៌មានដ៏ល្បីទូទាំងប្រទេសហ្មងបន្តមកលោកខេមក៏បានបញ្ញាប់ទៅរកប្រពន្ធរបស់គាត់ដែលកំពុងតែសម្រាលកូននៅឯមន្ទីរពេទ្យពេលមកដល់ក្រុមគ្រូពេទ្យក៏ប្រាប់ថាការសម្រាលរបស់ប្រពន្ធលោកគឺដំណើរការទៅយ៉ាងល្អតែពួកខ្ញុំចូលរួមសោកស្ដាយផងដោយសារតែពួកយើងព្យាយាមជួយប្រពន្ធរបស់លោកអស់ពីសមត្ថភាពហើយតែมันអាចជួយបាននោះទេដោយសារតែគាត់អត់ឈាមច្រើនពេកហ៎គ្រាន់តែលើគ្រូពេទ្យនិយាយប្រាប់បែបហ្នឹងលោកខេមក៏ប្រញាប់ទៅរកប្រពន្ធរបស់គាត់ជាលើកចុងក្រោយពេលគាត់មកដល់ប្រពន្ធរបស់គាត់ក៏និយាយប្រាប់ថាអូនបានដាក់ឈ្មោះឲ្យកូនរួចហើយគឺឈ្មោះមីនជីតែអូនសុំបងជាលើកចុងក្រោយបានទេអូនសូមឲ្យបងបោះចោលអតីតកាលទាំងអស់ហើយក៏ចាប់ផ្ដើមជីវិតសាជាថ្មីដើម្បីកូនស្រីរបស់យើងណាគ្រាន់តែផ្ដាច់ផ្ដាំប្តីរបស់គាត់រួចប្រពន្ធរបស់លោកខេមក៏ស្លាប់តែម្ដងបន្ទាប់ពីបានស្ដាប់បណ្ដាំចុងក្រោយរបស់ប្រពន្ធរួចលោកខេមក៏ប្រញាប់សម្រុកចូលទៅរកប្រធានរបស់គាត់ដើម្បីទាមទារពាក្យសន្យារបស់គាត់លាឈប់ពីការងារប៉ុន្តែប្រធានរបស់គាត់បែរជានិយាយថាពាក្យដែលខ្ញុំនិយាយទាំងអស់នោះគឺខ្ញុំគ្រាន់តែនិយាយដើម្បីឲ្យឯងមានក្តីសង្ឃឹមតែប៉ុណ្ណោះលើបែបហ្នឹងលោកខេមក៏និយាយទៅកាន់ប្រធានរបស់គាត់ថាបើសិនជាលោកមិនព្រមឲ្យខ្ញុំលាឈប់ពីកន្លែងការងារនេះនោះទេខ្ញុំនឹងធ្វើឲ្យនៅតំបន់នេះរញ៉េរញ៉ៃពេញហ្នឹងហ្មងក្រុមទាហានទាំងអស់នៅពេលដែលឮលោកខេមនិយាយបែបហ្នឹងលោកប្រធានក៏យល់ព្រមឲ្យលោកខេមឈប់ដែរបន្ទាប់មកលោកខេមក៏រកវិធីសាស្ត្រនឹងស្វែងយល់ពីការចិញ្ចឹមកូនព្រោះជាបណ្ដាំចុងក្រោយរបស់ប្រពន្ធគាត់លុះថ្ងៃមួយលោកខេមក៏បានឮមីជីនហៅគាត់ថាប៉ាជាលើកដំបូងទៀតផងឮបែបហ្នឹងធ្វើឲ្យលោកខេមសប្បាយចិត្តខ្លាំងហ្មងមិនត្រឹមតែប៉ុណ្ណោះលោកខេមថែមទាំងថតរូបភាពនិងកាយវិការរបស់កូនស្រីគាត់ទាំងអស់ទុកមើលនៅពេលដែលនាងធំទៀនភាពស្និទ្ធស្នាលរបស់ឪពុកកូនគេទាំងពីរនាក់ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរង្គិលទៅមកហើយក៏មកដល់ពេលបច្ចុប្បន្ននេះដែរមិនត្រឹមតែប៉ុណ្ណោះយើងថែមទាំងបានឃើញថាមីនជីកំពុងតែត្រូវគេធ្វើបាបទៀតផងរួចសាច់រឿងក៏បានកាត់ឲ្យយើងឃើញពេលដែលណាំហ៊ុនត្រូវពួកអ្នកលេងដែលជាគ្នារបស់យេរីមដណ្ដើមយកទូរស័ព្ទគេទៅរួចក៏យកទូរស័ព្ទណាំហ៊ុនផ្ញើសារទៅកាន់មីនជីដើម្បីណាត់ជួបគ្នានៅមុខណាំហ៊ុននឹងហ្មងណាចំណែកមីនជីនេះវិញនៅពេលដែលបានឃើញសាររបស់ណាំហ៊ុនផ្ញើទៅកាន់នាងក៏ធ្លាក់ចូលអន្ទាក់របស់ពួកគេហ្មងគ្រាន់តែមីនជីនាងមកដល់កន្លែងការណាត់ភ្លាមនាងក៏បានជួបជាមួយនឹងក្រុមរបស់យេរីមនាំគ្នាពាត់នាងឡើងជុំវិញហ្មងណាយេរីមក៏ប្រាប់ទៅកាន់មីនជីថាឯងឆាប់លុតជង្គង់សុំទោសខ្ញុំនឹងមកគ្រប់គ្នាមកប៉ុន្តែមីនជីនាងមិនព្រមនោះទេរួចក៏តបទៅកាន់យេរីមទាំងមុខស្មើវិញថាឯងស្គាល់ខ្ញុំមិនទាន់ច្បាស់ឡើយខ្ញុំមិនដូចប៉ារបស់ខ្ញុំនោះទេលឺមីនជីនិយាយបែបហ្នឹងយេរីមនាងខឹងខ្លាំងមែនទែនរួចពួកគេទាំងពីរនាក់ក៏វាយគ្នាតែម្ដងចំណែកមីនជីរបស់យើងក៏មិនណយដែរនាងរុញយេរីមនឹងដួលហ្មងណាប៉ុន្តែទោះជាយ៉ាងណាក៏នាងមិនអាចឈ្នះគេបានឡើយដោយសារតែគ្នារបស់យេរីមចូលមកចាប់តួស្រីយើងចំណែកយេរីមវិញនាងក៏យកដុំថ្មមកវាយក្បាលមីនជីយ៉ាងខ្លាំងរួចក៏ធ្វើឲ្យមីនជីស្លាប់ទៀតផងរីឯគ្នារបស់យេរីមក៏រុញមីនជីទៅបុកជាមួយនឹងដុំថ្មធំបន្ថែមទៀតធ្វើឲ្យមីនជីនាងហូរឈាមច្រើនមែនទែនឃើញបែបហ្នឹងពួកគេក៏នាំគ្នាដកទូរស័ព្ទមកថតតែដោយសារតែឃើញមីនជីហូរឈាមច្រើនពួកគេក៏មានបំណងទេទៅមន្ទីរពេទ្យឲ្យមកជួយមីនជីប៉ុន្តែបរិះអ្នកលេងដែលជាគ្នារបស់យេរីមក៏ស្ទុះទៅដណ្ដើមទូរស័ព្ទដល់និយាយគម្រាមថាបើសិនជានរណាហ៊ានជួយនាងខ្ញុំនឹងចាត់ការអ្នកនោះដូចជានាងចឹងឯងគ្រប់គ្នាមើលនាងជាគំរូទៅរួចគេក៏ងាកមកប្រាប់យេរីមថាអ្នកនាងមិនចាំបាច់បារម្ភនោះទេចាំខ្ញុំរកវិធីចាត់ការនាងដោយខ្លួនឯងនិយាយរួចគេក៏ដកទូរស័ព្ទទេទៅរកបរិះម្នាក់ដែលមានឈ្មោះថាអូមីនឆដែលជាសមាជិកក្រុមប្រាក់កម្ចីខុសច្បាប់មួយក្រុមហើយក៏មានឈ្មោះហៅក្រៅថាក្រុមថ្មិញមាខណៈពេលហ្នឹងយេរីមក៏ដណ្ដើមទូរស័ព្ទពីអ្នកលេងម្នាក់នោះហើយនិយាយទៅកាន់អូមីនឆថាខ្ញុំគឺជាកូនស្រីរបស់លោកប្រធានជូបើសិនជាលោកព្រមជួយខ្ញុំក្នុងរឿងនេះលោកចង់បានលុយប្រមាណក៏ខ្ញុំឲ្យលោកដែរប៉ុន្តែអូមីនឆគេឮឲ្យអស់សំណើចស្មានតែជារឿងកុហកគេក៏បិទទូរស័ព្ទតែម្ដងខណៈពេលហ្នឹងប្រធានរបស់ក្រុមថ្មិញមាបានឮរឿងដែលអូមីនឆកំពុងតែនិយាយទូរស័ព្ទគេក៏សួរទៅកាន់អូមីនឆថាតើឯងកំពុងតែនិយាយជាមួយអ្នកណាដល់តែអញ្ចឹងអូមីនឆក៏និយាយរឿងទាំងអស់ប្រាប់ទៅកាន់ប្រធានក្រុមថ្មិញមានឹងតែម្ដងគ្រាន់តែឮបែបហ្នឹងប្រធានក្រុមក៏ប្រាប់ឲ្យអូមីនឆប្រញាប់តាក់ទងទៅលេខនឹងវិញភ្លាមគេថែមទាំងនិយាយថារឿងនេះទុកឲ្យខ្ញុំជាអ្នកចាត់ការដោយខ្លួនឯងបន្តមកប្រធានក្រុមថ្មិញមាគេក៏បាននាំកូនចៅរបស់គេទៅកន្លែងកាត់ហែនពេលដែលពួកគេមកដល់ស្រាប់តែឃើញមីនជីកំពុងតែដេកស្លាប់នៅនឹងហ្មងណារួចពួកគេក៏លើកមីនជីដាក់ក្នុងគូតឡានហើយហៅយេរីមមកនិយាយជាមួយគ្នាឲ្យច្បាស់មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងលួចថតសម្លេងដែលមីនជីនិយាយទុកជាផុសតាំងទៀតផងបន្តមកប្រធានក្រុមថ្មិញមាក៏និយាយប្រាប់ទៅកាន់យេរីមថាខ្ញុំជំពាក់គុណបុណ្យប៉ារបស់
របស់អ្នកនាងដូច្នេះខ្ញុំនឹងជួយចាត់ការរឿងនេះដល់អ្នកនាងដោយមិនចាំបាច់គិតលុយអ្វីទាំងអស់ប៉ុន្តែយាយរៀមនាងមិនខ្វល់នោះទេថែមទាំងស្រែកដាក់គេវិញថាលោកគ្រាន់តែចាត់ការរឿងនេះឲ្យល្អទៅបានហើយដល់តែអញ្ចឹងប្រធានក្រុមថ្មិញមាសក៏និយាយប្រាប់យាយរៀមថាចំពោះសាកសពនាងយើងគ្រាន់តែវះយករឿងក្នុងរបស់នាងចេញហើយទម្លាក់សាកសពនាងចូលទៅក្នុងទន្លេទៅគឺចប់ហើយបន្ទាប់មកពួកគេក៏ជួនយាយរៀមត្រឡប់ទៅផ្ទះវិញពេលមកដល់ផ្ទះយាយរៀមចុះពីលើឡានក៏និយាយប្រាប់ពួកគេថាពួកយើងរក្សារឿងនេះទុកជាការសម្ងាត់ណាហាមប្រាប់ប៉ារបស់ខ្ញុំជាដាច់ខាតព្រោះខ្ញុំមិនចង់ឲ្យប៉ារបស់ខ្ញុំបារម្ភនោះទេងាកមកមើលពេលបច្ចុប្បន្ននេះវិញខណៈពេលដែលលោកខឹមកំពុងតែយកខ្សែចុងសាក់កូនស្រីរបស់គាត់យកមករឹតកអាបរោះអ្នកលេងម្នាក់ហ្នឹងដើម្បីសួររកកូនស្រីរបស់គាត់ធ្វើឲ្យបរោះជាអ្នកលេងម្នាក់ហ្នឹងផ្លាត់មាត់និយាយឈ្មោះថាអូមីនឆមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងនិយាយបកស្រាយថាខ្ញុំមិនបានធ្វើអីកូនស្រីរបស់លោកឡើយរឿងរ៉ាវដែលកើតឡើងតែប៉ុន្មានគឺនាងដួលដោយខ្លួនឯងនោះទេឮបែបហ្នឹងលោកខឹមក៏សួរថាចុះកន្លែងរបស់អូមីនឆនៅឯណារួចលោកខឹមគាត់ក៏ត្រឡប់មកផ្ទះវិញពេលលោកខឹមមកដល់ផ្ទះលោកហាក់បីដូចជាបានឮសំឡេងកូនស្រីរបស់គាត់ហៅគាត់ក៏ប្រញាប់រកមើលទៅតាមសំឡេងដែលកូនស្រីគាត់ហៅដែរមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងឃើញកូនស្រីរបស់គាត់ដើរចេញមកពីក្នុងបន្ទប់ទៀតផងប៉ុន្តែរូបភាពទាំងអស់គ្រាន់តែជាការស្រមើស្រមៃរបស់គាត់តែប៉ុណ្ណោះងាកមកមើលនៅកន្លែងធ្វើការរបស់លោកខឹមឯនេះវិញលោកប្រធានរងគាត់ឆ្ងល់មែនទែនដោយសារតែថ្ងៃហ្នឹងលោកខឹមមកធ្វើការយឺតឮបែបហ្នឹងសាំងអាក៏ប្រាប់ថាចាំខ្ញុំទេទូរស័ព្ទទៅតាមគាត់ឲ្យណាងាកមកមើលលោកខឹមឯនេះវិញគាត់កំពុងតែបើកទូយករបស់អ្វីមួយយ៉ាងចេញមកហើយយើងក៏បានដឹងថាវាគឺជាកាបូបដាក់ឧបករណ៍មួយដែលលោកខឹមគាត់មិនបានប្រើតាំងពីយូរមកហើយខណៈពេលហ្នឹងស្រាប់តែសាំងអាក៏ទេចូលទូរស័ព្ទរបស់លោកខឹមប៉ុន្តែលោកខឹមគាត់មិនព្រមទទួលនោះទេគាត់ក៏ចុចបិទភ្លាមបន្ទាប់មកគាត់ក៏សម្រុកចូលទៅផ្ទះរបស់អូមីនឆតែម្ដងងាកមកមើលអូមីនឆឯនេះវិញគេកំពុងតែគម្រាមកូនបំណុលដោយនិយាយថាបើសិនជាឯងគ្មានលុយយកមកសងយើងនោះទេនោះឯងនឹងត្រូវយកអវយវៈនិងគ្រឿងក្នុងរបស់ក្រុមគ្រួសារឯងយកមកសងជំនួសវិញមិនត្រឹមតែប៉ុណ្ណោះអូមីនឆថែមទាំងចាប់កូនស្រីរបស់កូនបំណុលហើយបញ្ជាឲ្យកូនចៅរបស់គេនាំនាងទៅវះយកគ្រឿងក្នុងតែម្ដងតែខណៈពេលហ្នឹងស្រាប់តែគេបានឮមានអ្នកចុចកណ្ដឹងទ្វារអូមីនឆក៏បញ្ជាឲ្យកូនចៅរបស់គេចេញទៅមើលតែខណៈពេលដែលកូនចៅកំពុងតែបើកទ្វារមើលស្រាប់តែកូនចៅរបស់គេត្រូវអ្នកនៅខាងក្រៅធាក់ទម្លុះចូលមកខាងក្នុងហ្មងណាចំណែកអ្នកដែលធាក់កូនចៅរបស់អូមីនឆគឺជាលោកខឹមយើងនឹងឯងលោកខឹមដើរចូលមកស្រាប់តែងាកទៅឃើញក្មេងស្រីម្នាក់កំពុងតែត្រូវគេវះកាត់យកគ្រឿងក្នុងកូនចៅរបស់អូមីនឆឃើញស្ថានភាពមិនសូវល្អក៏ប្រញាប់ចូលមកចាត់ការលោកខឹមភ្លាមប៉ុន្តែពួកគេមិនមែនជាដៃគូរបស់លោកខឹមឡើយបន្ទាប់មកលោកខឹមក៏បានរើសរបស់គប់សម្ដៅទៅលើគ្រូពេទ្យដែលកំពុងតែវះកាត់ក្មេងស្រីនឹងហ្មងណាមិនត្រឹមតែប៉ុណ្ណោះគាត់ក៏ចូលទៅវាយបន្ថែមទាំងខឹងនឹងមូម៉ៅមែនតែនអូមីនឆនិងកូនចៅរបស់គេឯនេះវិញពេលដែលឮសំឡេងខុសប្លែកពីធម្មតាពួកគេក៏ត្រៀមចាំទទួលឲ្យតដៃវិញដែរគ្រាន់តែគេឃើញទ្វារបើកកូនចៅរបស់អូមីនឆយកដំបងវាយឡើងពេញទំហឹងហ្មងប៉ុន្តែគេបែរជាវាយត្រូវគ្នាឯងទៅវិញដោយសារតែលោកខឹមគាត់បានចាប់កូនចៅរបស់អូមីនឆធ្វើជាចំណាត់ខ្មាំងរួចលោកខឹមក៏ចាត់ការទៅលើពួកគេយ៉ាងងាយស្រួលដែរអូមីនឆនៅពេលឃើញស្ថានភាពមិនសូវស្រួលគេក៏បានចាប់កូនបំណុលដើម្បីធ្វើជាចំណាត់ខ្មាំងរួចក៏ប្រញាប់លោតចុះដើម្បីគេចខ្លួនប៉ុន្តែមើលទៅសភាពអូមីនឆមិនអាចរត់ទៅណាបានឆ្ងាយនោះទេដោយសារតែលោកខឹមគាត់គឺជាមនុស្សឆ្លាតគាត់បានចងលួសដើម្បីរងចាំគេស្រេចឯហ្នឹងចំណែកលោកខឹមគាត់ដើរជិះមកសម្ដៅទៅរកអូមីនឆហើយដោយសារតែកំហឹងគាត់វាយអូមីនឆឡើងស្លាប់ហ្មងណាងាកមកមើលនៅខាងប៉ុស្តិ៍ប៉ូលីសឯនេះវិញលោកខាងមីនស៊ូកំពុងតែលោឡាឡើងពេញកោកដោយសារតែគាត់ត្រូវបានប៉ូលីសចាប់ឃុំឃាំងហ្នឹងណាលោកខាងមីនស៊ូក៏និយាយប្រាប់ប៉ូលីសថាខ្ញុំមិនបានធ្វើអីខុសនោះទេហេតុអីបានជាឃុំខ្ញុំអញ្ចឹងចំណែកផាក់ជីសុនគេបែរជាត្រូវបានដេកយ៉ាងសប្បាយទៅវិញខណៈពេលជាមួយគ្នានឹងរូបភាពវីដេអូដែលលោកផាក់ជីសុនចាត់ការជាមួយនឹងក្រុមក្មេងទំនើងក៏คล้ายទៅជាព័ត៌មានមួយដ៏ល្បីនៅក្នុងប្រព័ន្ធអ៊ីនធឺណិតមិនត្រឹមតែប៉ុណ្ណោះក៏ធ្វើឲ្យក្រុមចារកម្មនៅប្រទេសកូរ៉េខាងជើងបានឃើញរូបភាពរបស់លោកខឹមដែលគេតែងតែគិតថាលោកខឹមបានស្លាប់ជាយូរមកហើយនៅពេលអ្នកដឹកនាំរបស់ពួកគេបានដឹងថាលោកខឹមនៅមានជីវិតពួកគេក៏ចាប់ផ្ដើមរៀបផែនការដើម្បីចាប់ខ្លួនលោកខឹមស្របពេលដែលពួកគេត្រូវបញ្ជូនមនុស្សឲ្យមកចរចាជាមួយប្រទេសកូរ៉េខាងត្បូងជាប្រចាំឆ្នាំប៉ុន្តែលោកនាយករីគាត់មិនយល់ព្រមនោះទេគាត់ក៏បានលួចមកបញ្ជាឲ្យកាំងសុងដែលត្រូវជាប្អូនប្រុសរបស់ខ្វាងកាំងហើយខ្វាងកាំងម្នាក់ហ្នឹងគឺជាអតីតលេខ66ដោយនិយាយថាឯងត្រូវតែចេញទៅសងសឹកឲ្យបងប្រុសរបស់ឯងរួចយកឈ្មោះលេខ66នោះមកវិញឲ្យបានងាកមកមើលភ្នាក់ងារសម្ងាត់របស់ប្រទេសកូរ៉េខាងត្បូងឯនេះវិញគេក៏កំពុងមើលឃ្លីបវីដេអូនឹងដូចគ្នាដែរដល់តែអញ្ចឹងគេក៏ប្រញាប់ទេទៅរាយការណ៍ប្រាប់នាយកប្រតិបត្តិការពិសេសចំណែកលោកនាយកប្រតិបត្តិការពិសេសគ្រាន់តែបានដឹងដំណឹងភ្លាមគាត់ក៏បញ្ជាប្រាប់កូនចៅគាត់ថាពួកយើងត្រូវទៅរកលោកខឹមឲ្យឃើញមុនពេលដែលពួកកូរ៉េខាងជើងចូលមកចាប់គេទៅយើងមិនអាចបណ្ដោយឲ្យគេចាប់លោកខឹមទៅបាននោះទេងាកមកមើលលោកខឹមឯនេះវិញគាត់កំពុងតែសួរចម្លើយអូមីនឆព្រោះចង់ដឹងពីទីតាំងរបស់កូនស្រីរបស់គាត់ប៉ុន្តែអូមីនឆម្នាក់ហ្នឹងពិតជាមាត់រឿងខ្លាំងមែនទែនគេមិនព្រមនិយាយអ្វីទាំងអស់ដោយសារតែខឹងខ្លាំងពេកលោកខឹមក៏បានយកកាក់មួយមកច្របាច់ឡើងទុននៅមុខអូមីនឆហ្មងណាអូមីនឆគ្រាន់តែឃើញបែបហ្នឹងគេភ័យ
ខ្លាំងមែនទែនរួចគេក៏បានបង្ហើបនិយាយថាខ្ញុំបានទទួលការងារពីក្រុមឆាតសម្ងាត់មួយដែលក្រុមឆាតនោះគ្មានរូបរាងពិតប្រាកដនោះទេព្រោះបើសិនជាខាងនោះគេមិនតាក់ទងមកយើងមុនយើងគ្មានផ្លូវអាចតាក់ទងទៅគេបានឡើយម្យ៉ាងទៀតនៅពេលដែលការងាររួចរាល់ពួកគេប្រកាសជាលុបឆាតទាំងអស់នឹងចោលភ្លាមនិយាយប៉ុណ្ណឹងរួចអូមីនឆក៏និយាយគម្រាមលោកឃឹមថាទោះបីជាយ៉ាងណាក៏ដោយលោកក៏មិនអាចចាប់កំហុសខ្ញុំបានដែរព្រោះគ្មានអ្វីធ្វើជាផុសតាងដែលលោកអាចចោទប្រកាន់ថាខ្ញុំធ្វើខុសច្បាប់បាននោះទេលោកឃឹមលើបែបហ្នឹងគាត់ខឹងខ្លាំងមែនទែនរួចក៏ដកកំភ្លើងដែលគ្មានសម្លេងរបស់គាត់យកមកភ្ជង់អូមីនឆុនដោយនិយាយថាទោះជាយ៉ាងណាឯងក៏ជាមនុស្សខុសច្បាប់ស្រាប់ហើយនិយាយរួចគាត់ក៏បានយកកំភ្លើងបាញ់ទៅលើជើងរបស់អូមីនឆភ្លាមចំណែកអូមីនឆគេឈឺចាប់ខ្លាំងមែនទែនរួចក៏សុំបង្វល់ឲ្យលោកឃឹមជួយទេហៅឡានពេទ្យឲ្យគេផងប៉ុន្តែលោកឃឹមក៏និយាយទៅវិញថាបានជាខ្ញុំនៅទុកជីវិតឲ្យឯងព្រោះខ្ញុំជឿជាក់ថាកូនស្រីរបស់ខ្ញុំមិនទាន់ស្លាប់នោះទេតែបើសិនជាខ្ញុំដឹងថាកូនស្រីខ្ញុំស្លាប់នៅពេលណាខ្ញុំនឹងចាត់ការសងសឹកទៅលើមនុស្សជុំវិញខ្លួនឯងទាំងអស់មិនថាទៅមិត្តភ័ក្តិឬក៏ក្រុមគ្រួសារឯងនោះទេខណៈពេលហ្នឹងស្រាប់តែមានសារផ្ញើចូលមករីឯលោកឃឹមគាត់ក៏បើកសារនឹងអានក្នុងសារបាននិយាយថាពួកយើងចាត់ការសាកសពរួចរាល់អស់ហើយអានសាររួចលោកឃឹមក៏បដូរទឹកមុខភ្លាមមិនត្រឹមតែប៉ុណ្ណោះគាត់ថែមទាំងប្រញាប់តែទៅរកម្ចាស់ដែលផ្ញើសារនឹងមកតែម្ដងប៉ុន្តែលោកប្រធានក្រុមថ្មិញមាសឯនេះវិញគេមិនបានទទួលទូរស័ព្ទនោះទេព្រោះពួកគេខ្លាចថាជាលេខប៉ូលីសរួចគេក៏បញ្ជាឲ្យកូនចៅរបស់ខ្លួនលុបឆាតទាំងអស់ចោលភ្លាមមិនត្រឹមតែប៉ុណ្ណោះគេថែមទាំងនិយាយគំរាមថាមួយរយៈនេះពួកយើងហាមទទួលលេខទូរស័ព្ទអ្នកណាទៀតឲ្យសោះណាចំណែកទូរស័ព្ទមួយគ្រឿងនេះពួកយើងកំទេចវាចោលទៅលោកឃឹមឯនេះវិញនៅពេលដែលខាងនោះមិនទទួលទូរស័ព្ទគាត់ក៏ងាកមកប្រាប់ឲ្យអូមីនឆប្រញាប់តាក់ទងទៅខាងនោះវិញភ្លាមតែអូមីនឆក៏តបទៅកាន់លោកឃឹមវិញថាវាមិនអាចទៅរួចនោះទេដោយសារតែពួកយើងរងចាំតែគេខាងនោះតាក់ទងមកតែប៉ុណ្ណោះលោកឃឹមគ្រាន់តែលើបែបហ្នឹងទឹកភ្នែកគាត់ក៏ហូរចោលរួចគាត់ក៏បានយកកំភ្លើងមកភ្ជង់ក្បាលអូមីនឆហ្មងតែខណៈពេលហ្នឹងក្រុមប៉ូលីសក៏បានមកដល់ងាកមកមើលខាងយាយរ៉េម្នេះវិញនាងកំពុងតែកើតទុកមិនសុខចិត្តចំពោះរឿងដែលនាងធ្វើដាក់មីនជីរួចនាងក៏បានសើចមើលព័ត៌មានក្នុងប្រព័ន្ធអ៊ីនធឺណិតព្រោះនាងចង់ដឹងថាតើមានអ្នកណាឃើញសាកសពរបស់មីនជីអត់ប៉ុន្តែនាងក៏បាននឹកឃើញពេលដែលលោកឃឹមយកខ្សែចងសក់របស់មីនជីបង្ហាញឲ្យនាងឃើញដែររីឯលោកប្រធានជូក៏ត្រឡប់មកដល់ផ្ទះវិញប្រពន្ធរបស់គាត់ក៏ប្រញាប់ប្រាប់ប្តីថាយាយរ៉េមកូនស្រីរបស់យើងនាងឃុំខ្លួននាងនៅក្នុងបន្ទប់មិនព្រមចេញមកសោះលើបែបហ្នឹងលោកប្រធានជូក៏ប្រញាប់ចូលទៅរកកូនស្រីគាត់ឃើញកូនស្រីគាត់មានសភាពមិនសូវស្រួលគាត់ក៏និយាយប្រាប់កូនស្រីគាត់ថាបើសិនជាមានរឿងអីកូនមិនអាចចាត់ការខ្លួនឯងបានកូនត្រូវតែប្រាប់ប៉ាភ្លាមណាចាំប៉ាជាអ្នកការពារកូនដោយខ្លួនឯងងាកមកមើលប្រធានក្រុមថ្មិញមាសឯនេះវិញកូនចៅរបស់គេក៏នាំគ្នាសួរថាហេតុអីបានជាលោកប្រធានមិនព្រមយកលុយពីកូនស្រីរបស់លោកប្រធានជូអញ្ចឹងទាំងដែលនាងព្រមឲ្យលុយយើងដោយមិនស្ដាយអ្វីសោះលើបែបហ្នឹងប្រធានក្រុមក៏និយាយប្រាប់កូនចៅវិញថារឿងនេះយើងកុំតន់អាតក់ក្រហល់ពេកមនុស្សដូចជាលោកប្រធានជូបើសិនជាយើងធ្វើការមិនបានល្អឲ្យផ្លត់ស្នៀតតែបន្តិចពួកយើងប្រកាសជាចាប់ដោយគ្មានដីកប់ឡើយរួចសាច់រឿងក៏បានត្រឡប់ទៅកាលពីឆ្នាំ2016កាលនោះប្រធានក្រុមថ្មិញមាសគេគឺជាក្មេងហាត់ការថ្មីចំណែកលោកប្រធានជូវិញកាលនោះគាត់គឺជាប្រធានក្រុមក្មេងទំនើងហើយពេលដែលកូនចៅធ្វើការខុសគាត់តែងតែដាក់ទោសដល់កូនចៅយ៉ាងខុសខ្លាំងមែនទែនងាកមកមើលលោកឃឹមឯនេះវិញពេលនេះគេត្រូវបានប៉ូលីសចាប់ខ្លួនហើយតែស្របពេលជាមួយគ្នានឹងលោកខាងសងដែលជាគិញសម្ងាត់មកពីប្រទេសកូរ៉េខាងជើងក៏បានចូលមកដល់ប្រទេសកូរ៉េខាងត្បូងតាមបញ្ជារបស់លោកនាយករីដែរបន្តមកគេក៏បានទទួលដំណឹងពីតកងឡានដែលប្រាប់ពីទីតាំងដែលលោកឃឹមត្រូវបានគេចាប់ខ្លួនរួចគេក៏ធ្វើដំណើរមកកាន់ប៉ុស្តិ៍ប៉ូលីសតែម្ដងចំណែកលោកសុងខាងស៊ូឯនេះវិញនៅពេលដែលគាត់បានចេញពីកោគាត់ហាក់បីដូចជាមានអារម្មណ៍ថាមានបរិសុទ្ធចម្លែកម្នាក់កំពុងតែដើរក្បែរនឹងដែរប៉ុន្តែគាត់ក៏និយាយថាវាមិនអាចទៅរួចឡើយប្រហែលជាខ្ញុំគិតច្រើនដោយខ្លួនឯងងាកមកមើលលោកជីសុងឯនេះវិញក៏កំពុងតែត្រូវបានគេខាំងនៅក្នុងគុកមិនទាន់បានដោះលែងនោះទេខណៈពេលហ្នឹងស្រាប់តែគេសម្ងាត់មកពីប្រទេសកូរ៉េខាងជើងគេបានលួចចាត់ការជាមួយនឹងប៉ូលីសម្នាក់ដើម្បីយកសម្លៀកបំពាក់ពាក់បន្លំធ្វើជាប៉ូលីសរួចគេក៏បានយកអាហារទៅឲ្យលោកផាក់ជីសុនទៀតផងតែបើតាមមើលទៅគេសម្ងាត់របស់កូរ៉េខាងជើងម្នាក់ហ្នឹងហាក់បីដូចជាស្គាល់ជាមួយនឹងលោកផាក់ជីសុងរួចគេក៏សួរទៅកាន់លោកផាក់ជីសុងត្រង់ថាតើម្ចាស់លេខ66គេនៅឯណាគ្រាន់តែលើបែបហ្នឹងលោកផាក់ជីសុនក៏តបទៅវិញថាខ្ញុំនឹងហើយគឺជាលេខ66នោះតែគេសម្ងាត់របស់កូរ៉េខាងជើងមិនជឿនោះទេគេក៏បានយករូបរបស់លោកឃឹមមកឲ្យលោកផាក់ជីសុងមើលថែមទាំងយកកំភ្លើងគំរាមទៀតផងចុងក្រោយលោកផាក់ជីសុនក៏ព្រមប្រាប់កន្លែងដែលលោកឃឹមរស់នៅព្រោះគាត់ច្បាស់ក្នុងចិត្តថាលោកឃឹមប្រកាសជាចាត់ការជាមួយបរិសម្នាក់នេះបានយ៉ាងងាយស្រួលបន្តមកលោកផាក់ជីសុនក៏បានវាយអ្នកទោសម្នាក់រួចក៏ស្រែកប្រាប់ប៉ូលីសថាជួយផងកំពុងតែមានមនុស្សឈឺលុះពេលប៉ូលីសចូលមកមើលលោកផាក់ជីសុនក៏ឆ្លៀតឱកាសរត់គេចចេញតែម្ដងងាកមកមើលក្រុមថ្មិញមាសឯនេះវិញគេកំពុងតែកាត់តសម្
សម្លេងរបស់យេរីមក៏បំណងរបស់ពួកគេគឺចង់យកសម្លេងទាំងអស់ហ្នឹងធ្វើជាផុសតាងដើម្បីយកទៅតវ៉ាជាមួយនឹងលោកប្រធានជួចំណែកលោកខេមម្នាក់វិញកំពុងតែត្រូវបានប៉ូលីសសួរចម្លើយប៉ុន្តែទោះបីជាប៉ូលីសសួរអីក៏ដោយគាត់មិនព្រមនិយាយសូម្បីតែមួយម៉ាត់ដល់តែអញ្ចឹងធ្វើឲ្យប៉ូលីសទាំងអស់គេខឹងជាមួយនឹងលោកខេមខ្លាំងមែនទែនងាកមកមើលមានជីកូនស្រីលោកខេមម្នាក់វិញពេលនេះនាងមិនទាន់ស្លាប់ឯណានាងកំពុងតែមានជីវិតអន្តើស្របពេលជាមួយគ្នានឹងនៅប៉ុស្តិ៍ប៉ូលីសឯនេះវិញគេកំពុងតែត្រួតពិនិត្យកាយ៉ាវដៃរបស់លោកខេមប៉ុន្តែពួកគេមិនអាចចូលឆែកមើលព័ត៌មានបាននោះទេខណៈពេលហ្នឹងស្រាប់តែទូរស័ព្ទរបស់លោកខេមក៏ឮសំឡេងទេចូលមកចំណែកលេខដែលទេចូលមកគឺមានឈ្មោះមានជីកូនស្រីរបស់គាត់នឹងឯងលោកខេមគ្រាន់តែឮថាកូនស្រីរបស់គាត់ទេមកគាត់ក៏ប្រញាប់ចាត់ការជាមួយនឹងប៉ូលីសដែលកំពុងតែឃុំខ្លួនគាត់រួចគាត់ក៏ស្ទុះទៅយកទូរស័ព្ទដើម្បីលើកលេខនិយាយជាមួយនឹងកូនស្រីគាត់សាច់រឿងគឺលេខ66សាច់រឿងក៏បានត្រឡប់ទៅកាលពីអតីតកាលលោកមេបញ្ជាការនៅប្រទេសមិនទាន់ស្លាប់ឡើយដូច្នេះហើយសាច់រឿងរបស់យើងក៏ស្លេះតែប៉ុណ្្នឹងឯងយើងមិនទាន់ដឹងថាតើមានជីនាងនឹងត្រូវជួបរឿងអ្វីទៀតឡើយបើចង់ដឹងសាច់រឿងយើងនឹងទៅជាយ៉ាងណាទៀតកុំភ្លេចមកតាមដានភាគក្រោយជាមួយនឹង admin ទាំងអស់គ្នាណាជាចុងក្រោយ admin សូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលតែងតែជួយគាំទ្រ admin កន្លងមក admin សូមជូនពរប្រិយមិត្តទាំងអស់គ្នាមានសុខភាពល្អរកទទួលទានមានបានសូមអរគុណសូមជម្រាបលា